សួស្តីអ្នកនរគ្នាថ្ងៃនេះដែរគឺយើងមកនិយាយអំពីប្រធានបទមួយដែលមនុស្សនៅកម្ពុជាយើងជាច្រើនគឺចង់ដឹងតើយើងអាចរកលុយអនឡាញបានដោយរបៀបណាខ្លះសប្តាហ៍ថ្ងៃនៅកម្ពុជាយើងតាមដែលយើងដឹងអ្នកប្រើប្រាស់អ៊ីនធឺណិតនិង social media ឥឡូវគឺច្រើនណាស់ហើយបើតាមរបាយការណ៍ Digital 2025នៅកម្ពុជាយើងមានអ្នកប្រើអ៊ីនធឺណិតរហូតដល់ 10.8 លាននាក់និង social media user identity ប្រមាណជាង 12.9 លាននាក់ចាប់ពីខែមករាឆ្នាំ2025នេះគឺបានបង្ហាញថាឱកាសរកលុយអនឡាញគឺវាមានការកើនឡើងច្រើនប៉ុន្តែយើងត្រូវចំណាំពាក្យមួយគឺយើងរកលុយអនឡាញមិនមែនយើងចូលមករកលុយបានច្រើននៅក្នុងរយៈពេលតែមួយយប់ទេវាទាមទារឲ្យយើងមានជំនាញហើយពេលវេលាអត់ធ្មត់និងការងារប្រចាំថ្ងៃដែលធ្វើវាដដែលជាច្រើនដងឥឡូវហ្នឹងគឺយើងនឹងទៅមើលវិធីទាំង10ដែលយើងគិតថាអាចរកលុយបាននៅកម្ពុជាយើងហើយបងប្អូននឹងចង់ដឹងដែរទី1ដែលយើងនិយាយគឺ freelancing គឺមានន័យថាយើងគឺប្រើជំនាញរបស់យើងដើម្បីធ្វើការឲ្យអតិថិជនតាមរយៈអនឡាញដែលឧទាហរណ៍ជាទូទៅយើងស្គាល់មាន graphic design, video editing, translation, content writing, data entry, website design ឬក៏ social media design ហើយយើងអាចស្វែងរកអតិថិជនតាមរយៈ Facebook group, Telegram group, LinkedIn ឬក៏ platform ដូចជា Upwork ជាដើមហើយការងារនៅក្នុង Upwork ជាច្រើនយើងអាចតាក់ទងជាមួយនឹងកម្ពុជាដូចគ្នាបានបើសិនជាបងប្អូនចង់ចាប់ផ្ដើមគឺកុំគិតតែពីលុយសំខាន់តែមុខនៅដំណាក់កាលដំបូងយើងព្យាយាម build portfolio ហើយឲ្យមានគំរូការងារច្រើនជាមុនសិនដើម្បីបានឱកាសការងារច្រើននៅពេលក្រោយ 2. Content creation បើសិនជាយើងចូលចិត្តនិយាយចូលចិត្តចែកម្លែកចំណេះដឹងធ្វើវីដេអូកំ pl ែង review product អាហារបរៀនភាសាចេះបច្ចេកវិទ្យាឬក៏យើងជា gaming មាន lifestyle ដែលយើងចង់ថតយើងអាចធ្វើការបង្កើតវាជា content នៅលើ Facebook, TikTok, YouTube ឬក៏ Instagram បានហើយយើងអាចរកលុយបានជាច្រើនផ្នែកដែលយើងគិតដំបូងគេគឺមាន brand sponsorship, affiliate marketing ដែលយើងដាក់ link នៅលើ bio ឬក៏ home description ហ្នឹងហើយយើងមាន product ដែលយើង review ឲ្យខាង client យើងមាន paid promotion ឬក៏ការលក់អីមួយដែលចេញមកពីខ្លួនឯងសម្រាប់អីដែលយើងចង់ធ្វើ creator នៅខ្មែរយើងគួរណាជ្រើសរើស niche មួយឲ្យវាច្បាស់លាស់ឧទាហរណ៍ថាបើសិនជាយើងធ្វើ content អំពីអាហារយើងព្យាយាមធ្វើតែពីអាហារបានឲ្យកុំបដូរអញ្ញែច្រើនហើយឧទាហរណ៍បើយើងធ្វើយើងបដូរទៅជា content លេង game ភ្លាមគឺធ្វើឲ្យ audience គឺនឹងលេងមើលយើងហើយ 3. Social media management វាជាវិធីមួយដែលយើងធ្វើការគ្រប់គ្រងទៅលើ social media page ឲ្យអាជីវកម្មណាមួយឧទាហរណ៍មានដូចជាហាងកាហ្វេហាងអាហារហាងសម្ភារៈហាងសម្លៀកបំពាក់ salon clinic និងអាជីវកម្មទូចៗជាច្រើនដែលគេធ្វើការស្វែងរកណាគេដែលជួយកាន់ page post ទៅសេ caption ធ្វើ poster reply chat និង plan content ផ្សេងៗឲ្យអាជីវកម្មពួកគាត់ហើយសម្រាប់យើងបើសិនជាយើងចង់ធ្វើវាយើងគួរណាតែបង្កើត package មួយឲ្យអាជីវកម្មពួកគាត់ទៅដូចជាមួយខែយើងអាច post ហូបឲ្យពួកគាត់12 post មាន4 video reel ការទៅសេ caption ឲ្យមកស្អាតនិង basic design ដែលយើងចេះពី software ផ្សេងៗហើយការងារនេះគឺវាសមស្របសម្រាប់យើងក៏អត់យើងគិតខ្លួនឯងបើសិនជាយើងចេះដូច Canva ចេះ CapCut tool នៅលើ Facebook page ហើយយើងមានចំណេះដឹងខាង marketing មូលដ្ឋានជាទូទៅយើងគួរណាអាចគិតគូរហើយធ្វើវាបានហើយ 4. Online sale វាជាការលក់ផលិតផល online យើងអាចលក់សម្លៀកបំពាក់លក់គ្រឿងសម្អាងលក់អាហារលក់គ្រឿង accessory សម្ភារៈសិក្សាឬក៏ផលិតផល digital ទៅតាម Facebook page តាម Facebook Marketplace ឬក៏យើងធ្វើការ live ហើយបង្កើត Telegram channel មួយដើម្បីផុស product របស់យើងនៅលើនោះចំណុចសំខាន់នៃការលក់ផលិតផល online នេះគួរណាតែត្រូវមានរូបស្អាត caption ដែលវាច្បាស់លាស់គួរតែសេបែបណាឲ្យគេឆាតមកយើងលឿនហើយជាទូទៅនៅខ្មែរគឺយើងអាចប្រើប្រាស់ QR payment ឬក៏ mobile banking 5 affiliate marketing មានន័យថាយើងធ្វើការផ្សព្វផ្សាយផលិតផលឬក៏សេវាឲ្យអ្នកដទៃហើយបើមនុស្សធ្វើការទិញតាមរយៈ referral link ឬក៏ code ដែលយើងបានដាក់ទៅគឺយើងអាចទទួលបាន commission fee ពីការផ្សព្វផ្សាយផលិតផលហ្នឹងឧទាហរណ៍ទៅពេលដែលយើងធ្វើវីដេអូមួយតាក់ទងទៅនឹង review ផលិតផលហ្នឹងប្រាប់ពីអត្ថប្រយោជន៍វាប្រើប្រាស់ហើយបន្ទាប់មកយើងដាក់ link ឬក៏ code របស់យើងសម្រាប់ឲ្យអ្នកមើលរបស់យើងគឺចូលទិញហើយនៅពេលដែលគាត់ទិញគឺយើងបានចំណុចសំខាន់នៃការធ្វើ affiliate marketing នេះយើងគួរណាផ្សព្វផ្សាយអីដែលយើងជឿជាក់ហើយយល់ច្បាស់យើងអាចទៅផ្សព្វផ្សាយទៅពីទេវាអាចប៉ះពាល់ទៅដល់ audience របស់យើងផងប៉ះពាល់ទៅលើយើងខ្លួនឯងបើសិនជាយើងណែនាំអីខុសអាចមានបញ្ហាជាមួយនឹងច្បាប់និងធ្វើឲ្យខូចគេឈ្មោះយើង
6 online teaching ឬក៏ការបរៀនគឺជាការបរៀនតាមរយៈ online បើសិនជាយើងចេះភាសាអង់គ្លេសចេះចិន កូរ៉េ គណិត coding design Excel ឬក៏ skill ផ្សេងៗយើងអាចធ្វើការបើកវគ្គបង្រៀនតាមរយៈ Zoom Google Meet ឬក៏ Telegram class ដែលយើងបង្កើតហើយយើងអាចចាប់ផ្ដើមពីថ្នាក់ទូចៗទៅដូចជាពី5ទៅ10នាក់ហើយយើងអាចធ្វើកញ្ចប់មួយដែលអត់គិតថ្លៃនៅក្នុងមួយខែដំបូងដើម្បីឲ្យអ្នកដែលទិញកញ្ចប់របស់យើងហ្នឹងគឺគាត់ដឹងពីសមត្ថភាពរបស់យើងផងហើយព្យាយាមពង្រឹងការបរៀនរបស់យើងតាមរយៈ online ឲ្យល្អហើយបើសិនជាយើងចេះវាហើយយើងអាចចាប់ផ្ដើមវាពីអីដែលយើងយល់ទាំងអស់ហ្នឹងហើយហូរចំណូលពីវា7 selling digital product វាជាវិធីនៅក្នុងការលក់ product នៅក្នុង digital បានន័យថា digital product វាជាផលិតផលមួយដែលយើងអត់ចាំបាច់ទៅដឹកជញ្ជូនទៅអតិថិជនទេឧទាហរណ៍ដូចជា CV template Canva template poster template ebook Lightroom preset Notion template និងផ្សេងៗទៀតដែលយើងអាចនឹងនឹកឃើញខ្លួនឯងតើនៅពេលដែលអតិថិជនទិញទៅគឺគាត់បានអីអត្ថប្រយោជន៍គឺវាសំខាន់យើងធ្វើការគិតវាមុនតើវាមានតម្រូវការមែនអត់មុននឹងធ្វើការលក់ digital product នេះឲ្យទៅកាន់អតិថិជនអត្ថប្រយោជន៍គឺវាសំខាន់សម្រាប់នៅក្នុងការ selling digital product នេះព្រោះអីយើងធ្វើការបង្កើតវាតែម្ដងហើយយើងអាចលក់វាបានរហូតឬក៏ច្រើនដងហើយបើសិនជាយើងចូលចិត្ត design ឬក៏យើងចូលចិត្តរៀបចំឯកសារវាជាវិធីមួយដែលយើងល្អនៅក្នុងការចាប់ផ្ដើមធ្វើហ្នឹងហើយយើងអាចលក់វាតាម Facebook page តាម Telegram channel ឬក៏ website ផ្ទាល់ខ្លួន8 video editing service វាជាសេវានៅក្នុងការកាត់វីដេអូការងារនេះគឺវាចេញមកនៅពេលដែល creator និង business ជាច្រើនគឺគេត្រូវការ video short សម្រាប់នៅក្នុងការផុសចូលទៅក្នុង Facebook Reel TikTok និង short form clip ផ្សេងៗហើយបើសិនជាយើងចេះ CapCut ចេះ Premiere Pro ចេះ Canva Video យើងអាចផ្ដល់សេវានេះបានដោយកាត់វីដេអូឲ្យពួកគាត់ហើយនៅក្នុងរយៈសេវាកាត់ហ្នឹងគឺយើងអាចសរសេរតាក់ទងទៅនឹងកាត់វីដេអូឲ្យគាត់ហើយ add subtitle add music បង្កើត thumbnail ឲ្យគាត់ add logo ហើយកែពលឺឲ្យទៅជា professional វាជាជំនាញមួយខ្ញុំគិតថាវាមាន demand ខ្ពស់ដែរព្រោះអាជីវកម្មភាគច្រើនគឺគាត់មាន video record មាន video សម្រាប់នៅក្នុងការផុសប៉ុន្តែគាត់អត់មានពេលទៅកាត់វាអញ្ចឹងយើងទៅជំនួសកន្លែងហ្នឹង9 visual assistant គឺជាអ្នកជួយការងារតាមរយៈ online ហើយការងារនេះជាច្រើនជាទូទៅគេឲ្យយើងទៅធ្វើ reply email schedule meeting data entry research information manage calendar upload product ឬក៏ reply customer chat ការងារនេះគឺវាសមស្របសម្រាប់អ្នកគេដែលចេះរៀបចំល្អចេះភាសាអង់គ្លេសហើយអាចប្រើប្រាស់ Google Doc Google Sheet email និង online tool ផ្សេងៗគឺអាចធ្វើទៅបានយើងអាចរកអតិថិជនតាម online ដូចជា Facebook LinkedIn Telegram ឬក៏ freelance platform 10 AI assist service វាជាសេវាដែលយើងអាចប្រើ AI ជាជំនួយ AI គឺវាមិនមែនជាជំនួយទាំងអស់សម្រាប់ការងារយើងទេប៉ុន្តែយើងអាចយកវាឲ្យធ្វើការងារឲ្យយើងលឿនជាងមុនឧទាហរណ៍យើងអាចផ្ដល់សេវាដែលសរសេរ caption writing content idea poster concept product description video script transcription draft ឬក៏ business proposal draft ប៉ុន្តែចំណុចសំខាន់គឺយើងត្រូវពិនិត្យដែរយើងត្រូវកែសម្រួលការងារដែល AI ធ្វើហ្នឹងជាមុនសិនមុននឹងយើងធ្វើការផ្ញើទៅកាន់អតិថិជនខ្ញុំព្យាយាម copy ពី AI ទាំងស្រុងហើយផាសយកព្រោះគំនិតផ្ទាល់ខ្លួនផ្សេងហើយពេលខ្លះ basic language ឬក៏ភាសាដែលយើងនិយាយភាសា AI គឺវាខុសគ្នាហើយបើសិនជាយើងកែយើងធ្វើឲ្យភាសាហ្នឹងគឺវាសមរម្យជាងមុនហើយមើលទៅគុណភាពជាងសរុបជារួមវិធី online ដែលយើងនិយាយនៅក្នុងការរកលុយនៅលើអ៊ីនធឺណិតគឺមាន10ហ្នឹងហើយបើសិនជាយើងចាប់ផ្ដើមយើងកុំចាប់ផ្ដើមម្ដងទាំង10យកយើងគ្រាន់តែជ្រើស1 2ទៅបានហើយឲ្យវាសមទៅនឹងជំនាញយើងដែរហើយពេលវេលាដែលយើងមានហើយចាប់ផ្ដើមធ្វើពីទូចទៅធំធ្វើវាប្រចាំថ្ងៃបង្កើត portfolio រៀន skill ថ្មីហើយអីដែលសំខាន់បំផុតគឺកុំបោះបង់លឿនពេកហើយបើសិនជាទាំងអស់គ្នាជាអ្នកបង្កើតមាតិកាឬក៏ចង់ចាប់ផ្ដើមធ្វើមាតិកាចាប់ផ្ដើមផុសវាចូលទៅក្នុង YouTube ទៅហើយយើងមាន opportunity មួយបើសិនជាមាតិការបស់ទាំងអស់គ្នាល្អហើយទាំងអស់គ្នាអាចធ្វើការ promote ឬក៏ listing service ឲ្យអ្នកដទៃបាននៅក្នុងការផ្សព្វផ្សាយហើយទទួលបានប្រាក់ចំណូលអ្នកគ្នាអាចធ្វើការមក register នៅលើ platform របស់យើងឈ្មោះថា Infludo ហើយបង្កើត gig នៅក្នុងហ្នឹងទៅបើសិនជា profile ទាំងអស់គ្នា strong ហើយយើងមើលថាទាំងអស់គ្នាអាចធ្វើការផ្សព្វផ្សាយឬក៏ធ្វើការងារមួយចំនួនបានគឺយើងនឹងព្យាយាមរក client ឲ្យ
បើទាំងអស់គ្នាគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេច like subscribe follow page របស់យើងហើយដើម្បីបានពន្លឺថ្មីៗសម្រាប់នៅក្នុងការរកលុយ online និងការកសាង